បាទសូមជម្រាបសួរពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូ KTV ជំនាញខ្មែរជាទីមេត្រីបាទសូមអបអរសាទរខ្មែរកម្ពុជាក្រមយើងបានពានរង្វាន់លេខ1និងលេខ2គឺការបង្ហោះខ្លែងឯកបាទនៅវាលាស្មូនបាទវាស្មូនយូរថ្ងៃលំដឹកទីបង្ហោះខ្លែងនេះទីបង្ហោះមាន35ខ្លែងឯកបាទខ្លែងឯកយើងគឺចូលលេខ1និងលេខ2បាទគឺយុវជនឈ្មោះសើងចឹងអាននិងគឹមសើងបាទបងប្អូនទាំងពីរនេះនៅភូមិកោះសំរោងឃុំក្បាលខ្នល់ខេត្តប្រតិការយើងបាទគឺមានស្នាដៃប្រកែមែនទែនធ្វើខ្លែងឯកហោះខ្ពស់ជាងគេបាទជាប់លេខ1និងលេខ2បាទគឺពីរអ្នកហ្នឹងគឺជាបងប្អូនជីដូនមួយនឹងគ្នាបាទសូមសរសើរបងប្អូនខ្មែរមិនចោលទំនៀមទម្លាប់របស់ខ្មែរបងខំបង្កើតខ្លែងឯកដើម្បីបង្ពួតនិងប្រកួតយកស្នាដៃរបស់ខ្មែរយើងបាទកូនខ្មែរយើងពិតជាប្រកែមែនតើបាទមិនថានៅទីណាទេបាទភាគច្រើនឬជនជាតិគេនិយាយថាខ្លែងឯកឃើញស្រួលប៉ុន្តែពិបាកធ្វើបាទធ្វើហើយមិនហោះមានតែខ្មែរយើងទេធ្វើហោះបានគឺជាប់លេខ1និងលេខ2មកពីរអ្នកនេះគឺបងប្អូនជីដូនមួយនឹងគ្នាបាទភាគច្រើនគេនិយាយថាខ្លែងឯកធ្វើដោយដៃពួកខ្លែងទាំងនេះគឺធ្វើដោយម៉ាស៊ីនបោះពុម្ពទាំងអស់ចំណែកតែខ្លែងឯកមួយបាទធ្វើដោយដៃផ្ទាល់មិនធ្វើបានហោះបានអ្នកខ្លះធ្វើដែរប៉ុន្តែមិនហោះសូមសរសើរបងប្អូនខ្មែរធ្វើហោះខ្ពស់ជាងគេបាទជាប់លេខ1និងលេខ2បាទនេះគឺជារូបភាពដែលទទួលពានបាទតំបន់នេះគឺជាវាលងដឹកនៅហៅវាស្មូនល្ងាចគេទៅប្រហោះខ្លែងបានម៉ោង3ម៉ោង4គេប្រហោះខ្លែងតាមលក្ខណៈគ្រួសារច្រើនមែនតើបាទមានរូបភាពដូចជារូបខ្លែងនេះខ្លែងនោះប៉ុន្តែដោយឡែកខ្លែងឯករបស់យើងមានរូបសុវត្ថិភាពស្អាតបាទខ្លះរចនាជារូបរាហូចាត់ចានជារូបសាទអង្គរវត្តក៏មានរូបនេះក៏មានបាទតាមចំណូលចិត្តរបស់បងប្អូននីមួយដែលគេចូលចិត្តខ្លែងឯករបស់យើងគេដាក់រូបភាពជាលក្ខណៈក្នុងចំណូលចិត្តរបស់បងប្អូនរៀងៗខ្លួនបាទសូមអរគុណច្រើនពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូ KTV ពីដើមរហូតដល់ចប់បាទសូមសុខភាពជ័យពុកម៉ែបងប្អូនជួបតែសំណាងល្អជួបតែរឿងល្អក្នុងជីវិតបាទនិងពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈបរិអ្នកកំបីគ្លៀងគ្លៀនឡាយហងបាទសូមគោរពលាសូមសន្យាជួបគ្នាវីដេអូក្រោយៗទៀតបាទ